បង្កើតចំណូលដើម្បីយកមកទប់ចំណាយហើយសល់ផលចំណេញគឺជារឿងត្រឹមត្រូវប៉ុន្តែកុំឲ្យវាមានផលប៉ះពាល់ទៅកាន់អ្នកប្រើប្រាស់សួស្តីបងប្អូនទាំងអស់គ្នាមកកាន់ podcast គុណតម្លៃអាជីវកម្មដែលគុណតម្លៃអាជីវកម្មយើងនឹងជជែកពិភាក្សាជាមួយនឹងម្ចាស់អាជីវកម្មជាពិសេសម្ចាស់អាជីវកម្ម SME ជាសហគ្រាសធុនតូចនិងមធ្យមនៅក្នុងស្រុករបស់យើងថាតើអាជីវកម្មរបស់ពួកគាត់បង្កើតឡើងដើម្បីដោះស្រាយបញ្ហាអ្វីដើម្បីបង្កើតទៅលើភាពងាយស្រួលបែបណាទៅដល់អតិថិជនរបស់គាត់ទៅកាន់អ្នកប្រើប្រាស់របស់គាត់ទាំងផលិតផលទាំងសេវាកម្មសុទ្ធតែមានគុណតម្លៃដើម្បីដោះស្រាយបញ្ហាទៅឲ្យអ្នកប្រើប្រាស់លើសពីការផ្ដោតតែទៅលើប្រាក់ចំណូលបើសិនជាយើងមើលទៅលើម្ចាស់អាជីវកម្មយើងនឹងគិតថាអ្វីដែលគាត់ធ្វើគឺប្រឹងប្រែងត្រឹមតែបង្កើតចំណូលដល់អាជីវកម្មដល់បុគ្គលផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះប៉ុន្តែយើងក៏មើលដែរថាតាមម្ចាស់អាជីវកម្មមួយនោះគាត់បានជួយដល់សង្គមបែបណាគាត់បង្កើតគុណតម្លៃដោះស្រាយបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះបែបណាលើសពីចំណូលអ្វីដែលគាត់គិតគឺទៅលើ well-being របស់សង្គមមួយហ្នឹងថាតើគាត់ជួយបែបណាទៅក្នុងសង្គមវិញអាជីវកម្មបង្កើតឡើងជាមួយនឹងចក្ខុវិស័យជាមួយនឹងបេសកកម្មហើយនឹងគោលដៅដែលគាត់ចង់បានអាជីវកម្មបង្កើតឡើងដើម្បីប្រាក់ចំណូលពិតណាស់គឺការបង្កើតអាជីវកម្មក៏មានចំណាយដូចគ្នាដូច្នេះហើយការបង្កើតចំណូលដើម្បីយកមកទប់ចំណាយហើយសល់ផលចំណេញគឺជារឿងត្រឹមត្រូវប៉ុន្តែកុំឲ្យវាមានផលប៉ះពាល់ទៅកាន់អ្នកប្រើប្រាស់ដូច្នេះហើយយើងនឹងជជែកអំពីគុណតម្លៃអាជីវកម្មជាច្រើននៅក្នុង podcast របស់ពួកយើងហើយនេះគឺជាការសាកល្បងឬក៏ជា purpose នៃការតេស្តលើកដំបូងនៅក្នុង podcast ជាការនិយាយបែប solo ម្នាក់ឯងហើយយើងនឹងរៀបចំជា episode ជាមួយនឹងអាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងស្រុករបស់យើងតាម network ដែលយើងមានឬក៏ជាមួយនឹងបងប្អូនដែលចង់ចែករំលែកជាមួយនឹងបេសកកម្មឬក៏ដំណោះស្រាយនៅក្នុងអាជីវកម្មរបស់បងប្អូនដែលបងប្អូនបានបង្កើតឡើងហើយផ្ដល់ទៅឲ្យអ្នកប្រើប្រាស់នៅក្នុងស្រុករបស់យើងដូច្នេះសូមចែករំលែកព័ត៌មានមួយនេះហើយរងចាំទស្សនាភាគបន្តបន្ទាប់របស់ពួកយើង